3ចំណុចសំខាន់ដែលអ្នករៀនភាសាអង់គ្លេសមួយចំនួនធំមិនដឹងហើយបងប្អូនមួយចំនួនក៏ដឹងហើយឥឡូវអ្នកមិនទាន់ដឹងមកដឹងជាមួយខ្ញុំទាំងអស់គ្នានេះបងប្អូន3ចំណុចនេះ most important point ទី1 PT PT នៅជាមួយគ្នាគឺមានសំឡេងស្មើនឹងអក្សរ T អក្សរ P កន្លែងនេះគឺ silent អូខេ sound T soundអញ្ចឹង example ឧទាហរណ៍នៅក្នុងពាក្យ telemi and pterodactyl អញ្ចឹង P កន្លែងនេះគឺ silent P កន្លែងនេះគឺ silent ចំណុចទី1ឥឡូវចូលដល់ចំណុចទី2ចំណុចទី2 PH នៅជាមួយគ្នាគឺ sound F sound example ឧទាហរណ៍នៅក្នុងពាក្យ phone physics ទី3ដែលជាចំណុចសំខាន់ដែរ PS នៅជាមួយគ្នា P កន្លែងនេះគឺ silent ចាំបងប្អូនគឺវាមានសំឡេង I សំឡេង sound eyes example as in the word psychology and psychic 3ចំណុចនេះសំខាន់ខ្លាំងមែនទែនសង្ឃឹមថាជាប្រយោជន៍ដល់អ្នករៀនភាសាអង់គ្លេសបានដឹងទាំងអស់គ្នាកុំឲ្យអត់ចេះអានហើយកុំឲ្យថាមិនបានវាអត់ឮសំឡេងអញ្ចឹងនេះគឺជាចំណុចសំខាន់ហើយបងប្អូនកុំភ្លេចជួយចុច subscribe channel YouTube ខ្ញុំម្នាក់មួយដើម្បីទទួលបានមេរៀនថ្មីៗ technique ថ្មីដែលខ្ញុំដឹងចំណេះដឹងដែលខ្ញុំដឹងខ្ញុំនឹងចែករំលែកបងប្អូនទាំងអស់គ្នាអត់លាក់ទេហើយអរគុណច្រើនបងប្អូនសម្រាប់ការចូលចិត្តសម្រាប់ការគាំទ្រទាំងអស់គ្នា